ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានេះសកម្មភាពការខ្ញុំទៅដកកូន strawberry ដើម្បីយកមកដាំហើយឥឡូវគឺយើងដាំហើយអស់ហើយតែនេះវីដេអូដែលខ្ញុំបានថតទុកពេលដែលយើងដកកូន strawberry នេះយើងបេះស្លឹកវាណាចាស់ចោលខ្លាយចឹងណាបងប្អូនទាំងគ្នាដោយសារស្លឹកច្រើនពេកហើយកូន strawberry តកែរបស់ខ្ញុំហ្នឹងក៏មិនសូវល្អអីណាដែរវាពណ៌លឿងហើយអុចខ្មៅបងប្អូនហើយចំពោះការងារទៅដកកូន strawberry នេះអត់ពិបាកទេបងប្អូនណាគឺស្រួលមែនទែនគ្រាន់តែយើងឈរចូលចកែបន្តិចហើយដកបដាអីបដាហ្នឹងទៅស្ដាប់ចម្រៀងស្ដាប់អីបដាអញ្ចឹងណាបងប្អូនដែលសារតែធ្វើការតកែគាត់អត់ហាមទេយើងចង់ស្ដាប់ចម្រៀងស្ដាប់រឿងអីស្រែកតែចិត្តយើងហើយកូនចៅមួយហ្នឹងទៅធ្វើការតែតែមានកាសនៅតិចម្នាក់មួយឯងបងប្អូនហើយឥឡូវកូនដែលយើងដកបានហ្នឹងគឺយើងកោជាជួរឲ្យហើយទៅដើម្បីយើងយកទៅដាំខ្ញុំដកអត់ទាន់បានហើយបងប្អូនអ្នកគ្នាត្រូវតែចោះរុន strawberry វិញដោយសារតែតកែគាត់បញ្ញាប់ឲ្យដាំមកហៅស៊ឺមុនអញ្ចឹងក៏ខ្ញុំមកជួយចោះរុនទៅហើយចោះរុនហ្នឹងគឺយើងគ្រាន់តែលងទៅតាមក្រោយណាបងប្អូនទាំងគ្នាដូចខ្ញុំធ្វើនេះអញ្ចឹងណាដោយសារតែចោះរុននេះគឺមាន2នាក់មានម្នាក់ទៅគាត់កាន់អារុន3អញ្ចឹងទៅគាត់ចោះទៅមុនហើយយើងនេះដើរលងតាមក្រោយទៅចំពោះការងារអស់នេះបងប្អូនមើលទៅដូចអត់មានពិបាកអីទេគឺស្រួលទេបងប្អូនអរគ្នាគ្រាន់តែយើងប្រើកម្លាំងដៃបន្តិចហើយខ្ញុំធ្វើការបដានិយាយទៅមិនចេះពិបាកអីបងប្អូនហើយការងារគឺទៅរួចទាំងអស់ហ្មងឲ្យតែមានតកែប្រើពយល់តិចមកគឺធ្វើបានហើយមើលសកម្មភាពបន្ទាប់ពីយើងចោះរុនហើយឥឡូវមកបញ្ជូនកូនហ្នឹងយកទៅដាក់តាមហៅស៊ឺហ្នឹងត្រូវដាំតែម្ដងហើយហ្នឹងបងប្អូនគឺជាកូនដែលខ្ញុំដកមុនហ្នឹងឥឡូវគឺខ្ញុំមកបញ្ជូនវាដាក់រៀបវាដាក់ចូលក្នុងកញ្ច្រែងសិនព្រោះតកែខ្ញុំគាត់អត់មានដាក់កេះដាក់ថង់អីទេគឺដាក់កញ្ច្រែងយកតែម្ដងហើយមកកញ្ច្រែងយើងដាក់ប្រមាណក៏បានដែរកុំឲ្យតែវាខ្ពស់ពេកយើងត្រួតលើគ្នាអត់កើតទេបងប្អូនហើយណាមួយកូន strawberry របស់យើងវាវែងទៀតអញ្ចឹងដាក់ឲ្យស្រួលបួលបន្តិចខ្លាចវាបាក់បងប្អូនអរគ្នានិយាយពីថាការងារកញ្ចប់នេះបន្តិចនោះបន្តិចអូយមិនដឹងកន្លែងណាកន្លែងណីទេបងប្អូនអើយពេលកូននៅតូចចឹងមិនទាន់ដាំចឹងបាក់មើលបងប្អូនចាំមើលតែបន្តិចទៀតមានផ្កាមានផ្លែដឹងតែល្អមើលហ្មងស្អាតមែនតើហើយនេះកញ្ច្រែងដែលរៀបនោះមានកញ្ច្រែងជ្រៅហើយនិងកញ្ច្រែងរាក់ដោយសារតាវាលាយគ្នាបងប្អូនហើយមកកញ្ច្រែងហ្នឹងដាក់បានប្រហែលជា50កូនទេបងប្អូនបើយើងរៀបឲ្យស្អាតចាស់ដាក់បាន50កូនមានអីកូនចៅរៀបញុកយកហ្នឹងឲ្យបានច្រើនទៅអាងឆាប់ហើយបងប្អូនអរគ្នាបើបដោយឲ្យតកែខ្ញុំរៀបហ្នឹងដឹងកាលណាហើយទេក៏នៅថ្នមរៀបមើលចន្លោះចឹងបងប្អូនអរគ្នាហើយពេលមកធ្វើដំបូងនេះតកែគាត់មានមកជួយទេគឺកូនចៅ3នាក់សុទ្ធសាធតែម្ដងហើយកាលថ្ងៃដាំកូនហ្នឹងបងប្អូនខ្ញុំចង់ដល់ស្រែយំមែនតើកូនចៅ3នាក់ធ្វើកន្លែងផ្សេងគ្នាទាំងអស់ហ្មងមានអ្នកចោះរុនផ្សេងទៅមានអ្នកជូនកូនផ្សេងមានអ្នកដកកូនផ្សេងដាំផ្សេងមកបងប្អូនអើយហើយខ្ញុំជំនាញរបស់ខ្ញុំគឺខ្ញុំដាំខ្ញុំចូលចិត្តដាំអត់ចូលចិត្តទៅដកទៅចោះរុននេះទេដោយសារតែរាល់ឆ្នាំឲ្យទៅថាចេញមកដាំ strawberry គឺខ្ញុំអ្នកដាំហើយអ្នកផ្សេងគាត់ចោះរុនគាត់ជូនកូនឬក៏រៀបកូនបរិយាយកូនឲ្យខ្ញុំដាំអីចឹងទៅហើយ strawberry បងប្អូនអរគ្នាគេដាំហ្នឹងគេមានកន្លែងសម្គាល់របស់គេមានដៃវាឡើងទៅលើដៃវាចុះទៅក្រោមអីចឹងបើយើងដាំបច្រាស់ទៅផ្លែវាចូលទៅក្នុងវាអត់ធ្លាក់មកក្រោមបងប្អូនអរគ្នាអញ្ចឹងបើយើងធ្លាប់ដាំអញ្ចឹងយើងអាចសម្គាល់ដឹងថាដើមមិនដែលយើងដាំត្រូវបែរតាណាអញ្ចឹងណាបងប្អូនហើយឃើញដូចខ្ញុំដាំសារ៉េបដាដោយសារតែខ្ញុំមើលថាតម្រងដើមហ្នឹងត្រូវដាំបែរតាណាដើម្បីឲ្យផ្លែវាធ្លាក់ចូលមកក្រោមបើសិនជាយើងដាំអត់មានមើលតម្រងដើមទេគឺវាអាចនឹងធ្លាក់ទៅលើឡើងទៅលើអត់មានផ្លែធ្លាក់មកក្រោមអញ្ចឹងណាបងប្អូនហើយកាលណាតែផ្លែអត់ធ្លាក់មកក្រោមឡើងទៅលើគឺយើងពិបាកបេះណាព្រោះអីគោលដៅ strawberry គេគឺដាំដើម្បីឲ្យផ្លែធ្លាក់ចុះមកក្រោមដើម្បីយើងងាយស្រួលបេះហើយនេះគឺខ្ញុំដាំមកបងប្អូនសកម្មភាពខ្ញុំដាំពេញមួយថ្ងៃតែម្ដងឥឡូវគឺយើងរួចរាល់អស់លេងហើយដាំកូន strawberry នេះអត់មានអីពិបាកទេបងប្អូនហើយលឿនទៀតដោយសារតាបើមានអ្នកបរិយាមានអ្នកចោះរុនផ្សេងទៅគាត់ជួយមកគឺឆាប់ហើយតែម្ដងហើយប្រហែលហៅស៊ឺចុងក្រោយហ្នឹងបានតកែគាត់មកជួយចោះរុនជួយអីចឹងទៅកូនចៅគ្រាន់តែដាំហើយនឹងបរិយាកូនខ្លះមកគឺឆាប់ហើយណាបងប្អូនអាពេលថ្ងៃទី1អត់មកជួយទេតើអាចុងក្រោយបានមកជួយឲ្យកូនចៅនេះដាំបដាដូចខ្មុំចឹងបងប្អូនឃើញសកម្មភាពខ្ញុំធ្វើការខ្ញុំនិយាយបដាស្អីលូតកែអត់មកជួយធ្វើទេបាត់ឈឹងថ្ងៃដាំ strawberry បាត់ឈឹង100ឆ្នាំវិញយូនិយាយពីថាមកខាត់ខ្វែងជួយគ្នាហើយសកម្មភាពយើងដាំទៅដាំមកហ្នឹងមកហៅស៊ឺវិញយើងត្រូវដាំទាំងសងខាងទាំងអស់តែម្ដងចាំមើលពេលដាំកូនប៉ុណ្ណឹងនេះបងប្អូនអរគ្នានៅដើរសម្អាតដៃដាំសម្អាតស្លឹកសម្អាតផ្កានិយាយពីថាហោហែតម្រាំបានផ្លែហើយការងាររបស់ខ្ញុំក៏នឹងក៏មានតែប៉ុណ្ណឹងទេបងប្អូនអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ